អភិបាលស្រុកទ្រាំងអញ្ជើញចុះប្រគល់បន្ទប់ទឹកនិងសម្ភារៈប្រើប្រាស់ជូនដល់គ្រួសារវីរៈកងទ័ពដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខនិងជីវភាពរស់នៅរបស់គ្រួសារកងទ័ពនៅព្រឹកថ្ងៃទី4 ខែឧសភាឆ្នាំ 2026 លោកអ៊ុំចម្រើនអភិបាលនៃគណៈអភិបាលស្រុកទ្រាំងរួមជាមួយក្រុមការងារចុះជួយឃុំនិងក្រុមប្រឹក្សាឃុំជីខ្មែរបានអញ្ជើញចុះសួរសុខទុក្ខនិងប្រគល់បន្ទប់ទឹកដែលទើបសាងសង់រួចព្រមជាមួយសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់គ្រួសារលោកយាយច័ន្ទសនដែលជាមាតារបស់វីរៈកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារជាតិនៅជួរមុខការចុះជួយសាងសង់បន្ទប់ទឹកថ្មីនេះគឺធ្វើឡើងបន្ទាប់ពីលោកអភិបាលស្រុកនិងក្រុមការងារបានមើលឃើញពីការលំបាករបស់លោកយាយក្នុងការរស់នៅនិងដើម្បីសម្រួលដល់បញ្ហាអនាម័យក៏ដូចជាសុខភាពរបស់លោកយាយនិងចៅៗឲ្យកាន់តែប្រសើរឡើងក្នុងឱកាសនោះលោកអ៊ុំចម្រើនក៏បានពំនាំនៅប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងបានសម្ដែងនៅការដឹងគុណចំពោះគ្រួសារវីរៈកងទ័ពដែលបានលះបង់កូនចៅទៅបំពេញភារកិច្ចដ៏ឧត្តមឧត្តមជូនជាតិមាតុភូមិលោកអភិបាលស្រុកក៏បានបញ្ជាក់ផងដែរថាការជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារកងទ័ពគឺជាអាទិភាពនិងជាការលើកទឹកចិត្តដល់ស្មារតីយុវជនដែលកំពុងការពារទឹកដីបន្ទប់ទឹកថ្មីនេះនឹងជួយឲ្យលោកយាយនិងក្រុមគ្រួសារលែងមានការលំបាកដូចមុនទៀតហើយជាពិសេសគឺផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ